គ្រាន់តែដោយសារតែជនបរទេសមើលទៅមិនដូចមនុស្សទេដូច្នេះជីដូនក៏បានលើកដៃទាំងពីររបស់គាត់ឡើងខ្ពស់ហើយស្លៀកអាវក្រៅឲ្យគាត់មើលទៅវាហាក់ដូចជាធម្មជាតិជាងនេះទៅទៀតប៉ុន្តែទង្វើល្អនេះហើយដែលបានជួយជីវិតគាត់ថ្ងៃមួយមានចៅម្នាក់ចូលផ្ទះគាត់ក៏បានជួបនឹងចៅនោះផ្ទាល់ដើម្បីជៀសវាងការជាប់គុកភាគីម្ខាងទៀតចង់សម្លាប់សាក្សីហើយជនបរទេសដែលនៅឆ្ងាយរាប់គីឡូម៉ែត្រក៏ស្រាប់តែដឹងខ្លួនភ្លាមៗនោះក្បាលរបស់គាត់ក៏ឡើងកម្ដៅពណ៌ខៀវចៅនោះមិនទាន់ដឹងថាជីវិតរបស់ខ្លួនជិតដល់ទីបញ្ចប់ទេប៉ុន្មានវិនាទីក្រោយមកកម្ដៅពណ៌ខៀវក៏បាត់ទៅវិញពេលប៉ូលីសទៅដល់ផ្ទះជីដូនក៏ឃើញតែសាកសពចោលហើយមូលហេតុនៃការស្លាប់គឺដោយសារក្បាលផ្ទុះភ្លាមៗពេលប៉ូលីសសួរអានេះបានពន្យល់យ៉ាងខ្លាំងថាគាត់មិនដឹងថាមានរឿងអ្វីកើតឡើងទេគាត់ក៏ភ័យស្លន់ស្លោពេលនោះដែរហើយប៉ូលីសក៏ដឹងច្បាស់ថាមនុស្សមិនអាចធ្វើរឿងបែបនេះបានទេភ្លាមៗនោះភាគីទាំងពីរក៏បានគិតយ៉ាងជ្រៅប៉ុន្តែភ្លាមៗនោះគាត់ក៏គិតដល់រឿងអ្វីមួយក៏ប្រញាប់បើកឡានទៅផ្ទះមិត្តភ័ក្តិពេលនោះជនបរទេសកំពុងជួសជុលយានអវកាសនៅក្នុងទីធ្លាគាត់ក៏អោបភ្លាមដោយមិននិយាយអ្វីសោះអរគុណដែលម្ខាងទៀតបានជួយជីវិតគាត់មានតែគាត់ទេដែលអាចធ្វើរឿងបែបនេះបានអ្នកទាំង3មានសេចក្តីរីករាយដែលបានទទួលជនបរទេសនេះប៉ុន្មានថ្ងៃមុនពាក់កណ្ដាលអាធ្រាត្រសម្លេងដ៏ខ្លាំងមួយបានដាស់បរោះម្នាក់ពីដំណេកហាក់ដូចជាមានអ្វីមួយបានធ្លាក់ចុះគាត់ក៏ប្រញាប់រត់ចេញទៅមើលក៏ឃើញយានអវកាសជនបរទេសមួយបានធ្លាក់នៅទីធ្លាផ្ទះរបស់គាត់មិនហ៊ានជឿអ្វីដែលនៅពីមុខគាត់ទេក៏ប្រញាប់ទូរស័ព្ទទៅប៉ូលីសប៉ុន្តែនៅពេលដែលប៉ូលីសលើថាជាយានអវកាសជនបរទេសហើយម្យ៉ាងទៀតភាគីម្ខាងទៀតជាមនុស្សចាស់ពួកគេក៏គិតថាគាត់មានជំងឺវង្វេងវង្វាន់មិនចាំលេខកូនស្រីខ្លួនឯងហើយចុចខុសលេខក៏បានបិទទូរស័ព្ទដោយមិនស្ទាក់ស្ទើរគ្មានជំរឿទេបរិសុទ្ធចំណាស់ក៏ទុកវាចោលសិនប៉ុន្តែនៅពេលដែលគាត់ទៅមើលនៅយប់បន្ទាប់ជនបរទេសម្នាក់ក៏បានលូនចេញមកពីខាងក្នុងស្ថានភាពរបស់ភាគីម្ខាងទៀតហាក់ដូចជាមិនសូវល្អទេដេកនៅលើដីមិនកម្រើកគាត់ភ័យស្លន់ស្លោក៏ប្រញាប់ត្រឡប់មកផ្ទះវិញហើយចុចទូរស័ព្ទទៅប៉ូលីសម្ដងទៀតដោយប្រាប់ថាមានជនបរទេសម្នាក់ទៀតបានលេចចេញមកប៉ុន្តែភាគីម្ខាងទៀតបានព្រមានគាត់ថាប្រសិនបើគាត់នៅតែនិយាយពាក្យមិនសមរម្យហើយខ្ជះខ្ជាយធនធានសាធារណៈគាត់នឹងត្រូវចាប់ខ្លួនបរិសុទ្ធចំណាស់នៅតែមិនអស់ចិត្តដូច្នេះហើយនៅក្នុងកិច្ចប្រជុំសហគមន៍នៅថ្ងៃនោះគាត់ក៏បាននិយាយរឿងយានអវកាសនិងជនបរទេសទាំងអស់អ្នករាល់គ្នាបានស្ងប់ស្ងាត់បន្ទាប់ពីស្ដាប់ហើយជាក់ស្ដែងគ្មាននរណាម្នាក់ជឿអ្វីដែលគាត់បាននិយាយនោះទេវាពិតជាមិនសមហេតុផលខ្លាំងណាស់សូម្បីតែមីងមីជាមិត្តភក្តិរបស់គាត់ក៏បានស្ដីបន្ទោសគាត់ដែរថាគាត់មិនគួរនិយាយពាក្យមិនសមរម្យនៅក្នុងកិច្ចប្រជុំដ៏សំខាន់បែបនេះទេទោះជាយ៉ាងណានៅពេលដែលគាត់ត្រឡប់ទៅវិញជនបរទេសនោះបានលូនដល់មាត់ទ្វាររួចហើយក៏បានស្ដារកម្លាំងខ្លះមកវិញភាគីម្ខាងទៀតក៏បានសម្លឹងមើលគាត់ដោយអស់សង្ឃឹមបរិសុទ្ធចំណាស់មិនអាចទ្រាំមើលទៀតទេក៏បានចូលទៅក្នុងផ្ទះចាក់ទឹកមួយកែវបន្ទាប់មកក៏បានយកភួយមួយមកឲ្យគាត់ដោយសារតែខ្លាចគាត់មិនហ៊ាននាំគាត់ចូលក្នុងផ្ទះទេគឺគ្រាន់តែឲ្យគាត់ស្នាក់នៅក្នុងទីធ្លាបណ្ដោះអាសន្ននៅពេលព្រឹកឡើងថ្ងៃបន្ទាប់ជនបរទេសនោះបានរំភួយហើយអង្គុយនៅមាត់ទ្វាររួចហើយមើលទៅដូចជាក្មេងដែលគ្មានផ្ទះសម្បែងបរិសុទ្ធចំណាស់ក៏អាណិតខ្លាំងណាស់ក៏បានអញ្ជើញគាត់ចូលផ្ទះដើម្បីរក្សាកម្ដៅប៉ុន្តែភាគីម្ខាងទៀតហាក់ដូចជាមិនយល់ភាសាអង់គ្លេសទេដូច្នេះគាត់ក៏បានធ្វើកាយវិការអញ្ជើញកាយវិការនេះត្រូវបានភាគីម្ខាងទៀតចងចាំក្នុងចិត្តហើយនឹងអញ្ជើញបរិសុទ្ធចំណាស់ទៅលេងស្រុកកំណើតរបស់គាត់នៅពេលក្រោយបរិសុទ្ធចំណាស់ក៏បានយកទឹកមួយកែវមកឲ្យគាត់ជនបរទេសក៏បានទទួលដោយប្រុងប្រយ័ត្នហើយក៏បានភ្លក់វាគាត់ទាយថាភាគីម្ខាងទៀតប្រកាសជាឃ្លានហើយប៉ុន្តែគាត់មិនដឹងថានរណានេះចូលចិត្តញ៉ាំអ្វីទេក៏បានរៀបចំអាហារជាច្រើនប្រភេទដាក់នៅពីមុខគាត់លទ្ធផលគឺគាត់ចូលចិត្តញ៉ាំផ្លែប៉ោមគាត់ក៏ប្រញាប់ទៅផ្សារទំនើបទិញផ្លែប៉ោមមួយកេសពេញអ្នកគិតលុយនៅផ្សារទំនើបឆ្ងល់ថាគាត់ទិញផ្លែប៉ោមច្រើនយ៉ាងនេះដើម្បីអ្វីទិញសម្រាប់ជនបរទេសនៅផ្ទះខ្ញុំឯងនិយាយជនបរទេសខុសច្បាប់ឬក៏អត់ទេគឺជនបរទេសមកពីលំហអាកាសពេលឮបែបនេះអ្នកគិតលុយក៏គិតថាបរិសុទ្ធចំណាស់នេះមានជំងឺចម្លែកជាការពិតណាស់ចំពោះរឿងនេះបរិសុទ្ធចំណាស់មិនខ្វល់ទេពេលគាត់ត្រឡប់មកផ្ទះវិញទូរទស្សន៍កំពុងចាក់ផ្សាយព័ត៌មានមួយប៉ុន្មានថ្ងៃផ្កាយរណបបានថតឃើញយានហោះដ៏អាតកំបាំងមួយបានចុះចតលើផែនដីប្រសិនបើមានអ្នកដឹងព័ត៌មានសូមតាក់ទងប៉ូលីសជាបន្ទាន់នៅពេលនោះជនបរទេសក៏បានដើរមកដោយស្ងៀមស្ងាត់គាត់ដែលកំពុងមើលព័ត៌មានក៏ភ័យស្លន់ស្លោភាគីម្ខាងទៀតក៏ញ័រខ្លួនមួយសន្ទុះឃើញថាគាត់បានជាសះស្បើយចិត្តពេញហើយបរិសុទ្ធចំណាស់ក៏ចាប់ផ្ដើមនាំគាត់ដើរមើលជុំវិញហើយណែនាំគ្រឿងសង្ហារឹមគ្រប់ប្រភេទនៅក្នុងផ្ទះម្ដងមួយនេះជាក្បាលរ៉ូប៊ីណេបើស្រេកទឹកអាចមកផឹកនៅទីនេះបាននេះជាបង្គន់សម្រាប់បទជើងធំបន្ទាប់មកក៏បាននាំគាត់ទៅបន្ទប់អានដោយប្រាប់ថាបើងុយគេងអាចគេងនៅទីនេះបានជនបរទេសក៏បានដើរតាមបរិសុទ្ធចំណាស់ដោយស្ងៀមស្ងាត់បែបនេះទោះបីជាភាសាខុសគ្នាក៏ដោយក៏គាត់ហាក់ដូចជាយល់ពីអត្ថន័យរបស់ភាគីម្ខាងទៀតដែរក្រោយពីបានស្គាល់គ្នាចិត្តអស់ហើយពួកគេទាំងពីរក៏បានទៅអង្គុយមើលទូរទស្សន៍ជាមួយគ្នានៅបន្ទប់ទទួលភ្ញៀវបរិសុទ្ធចំណាស់ក៏បានប្រាប់គាត់ពីរបៀបប្រើប្រាស់ឧបករណ៍បញ្ជាពីចម្ងាយទីបំផុតគាត់ក៏បានណែនាំក្រុមគ្រួសាររបស់គាត់ឲ្យភាគីម្ខាងទៀតស្គាល់គាត់មានកូនស្រីម្នាក់និងកូនប្រុសម្នាក់កូនប្រុសនៅកន្លែងឆ្ងាយណាស់មិនបានត្រឡប់មកវិញទេអស់រយៈពេល10ឆ្នាំហើយពួកគេមានបញ្ហាជាមួយគ្នាដូច្នេះកម្រនឹងតាក់ទងគ្នាណាស់ទោះបីជាបរិសុទ្ធចំណាស់និយាយថាមិនខ្វល់ក៏ដោយក៏មើលទៅគាត់ឯកាខ្លាំងណាស់ហើយនឹកភាគីម្ខាងទៀតខ្លាំងណាស់កូនស្រីក៏កម្រនឹងត្រឡប់មកវិញដែរដោយសារការងាររវល់គាត់រាល់ថ្ងៃបានត្រឹមតែមើលទូរទស្សន៍ដើម្បីសម្លាប់ពេលវេលា
ជនបរទេសក៏បានអង្គុយមើលដោយស្ងៀមស្ងាត់នៅក្បែរនោះប៉ុន្តែសំណាងល្អគាត់នៅមានមិត្តភ័ក្តិល្អៗមួយចំនួនតែងតែជជែកគ្នានិយាយពីចៅគឺចៅមកដល់នៅពេលនោះអានីក៏ស្រាប់តែមកលេងនៅពេលដែលគាត់ឃើញជនបរទេសកំពុងអង្គុយលើសាឡុងញ៉ាំផ្លែប៉ោមក៏ភ័យស្លន់ស្លោមិនដឹងធ្វើយ៉ាងណានេះជាអ្វីឯងចាំយានអវកាសដែលធ្លាក់នៅទីធ្លាផ្ទះខ្ញុំទេនេះជាបរិះតូចដែលចេញពីវាគាត់ក៏អង្គុយលើសាឡុងឯងបែបនេះត្រូវហើយគាត់រាក់ទាក់ណាស់ខ្ញុំមើលអ្វីគាត់ក៏មើលអ្វីដែរគាត់មិនទាមទារអ្វីទេអានីទើបតែយល់ថាបរិះចំណាស់មិនបានកុហកទេអ្វីដែលគាត់និយាយនៅក្នុងកិច្ចប្រជុំសហគមន៍នៅថ្ងៃនោះគឺពិតតែគាត់នៅតែមិនហ៊ានជឿរបស់ទាំងនេះមិនមែនតែងតែលេចឡើងនៅលើទូរទស្សន៍ទេឬប៉ុន្តែគាត់នៅតែប្រមូលកម្លាំងចិត្តហើយអង្គុយជាមួយជនបរទេសនៅពេលដែលគាត់បានប៉ះជាមួយភាគីម្ខាងទៀតភាពភ័យខ្លាចក៏ប្រែទៅជាការភ្ញាក់ផ្អើលយ៉ាងលឿនមិននឹកស្មានថាខ្លួនឯងអាចឃើញជនបរទេសពិតប្រាកដក្នុងមួយជីវិតនេះទេបន្ទាប់មកបរិះចំណាស់ក៏បាននាំគាត់ទៅទស្សនាយានអវកាសជនបរទេសពេលគាត់ធ្លាក់ស្ថានភាពមិនសូវល្អទេគាត់រងរបួសច្រើនពីការធ្លាក់យានអវកាសប៉ុន្តែគាត់បានញ៉ាំផ្លែប៉ោមតាំងពីពេលនោះមកហើយខ្ញុំគិតថាវាបានជួយគាត់ផ្លែប៉ោមបាទអានេះមិននឹកស្មានថាជនបរទេសចូលចិត្តញ៉ាំផ្លែប៉ោមទេនៅពេលនោះគាត់ក៏ស្រាប់តែគិតដល់រឿងអ្វីមួយទៀតក៏ប្រញាប់ប្រាប់បរិះចំណាស់កុំឲ្យប្រាប់អ្នកដទៃឬប៉ូលីសពីរឿងជនបរទេសនេះគឺដើម្បីប្រយោជន៍ពួកគេនិងដើម្បីប្រយោជន៍កូនឡានផងដែរព្រឹកនេះលោកបៃក៏ភ្ញាក់ពីដំណេកនៅលើសាឡុងបន្ទាប់មកក៏បានឃើញគំនូរនៅលើតុនៅលើគំនូរនោះគឺជារូបទន្សាយតូចមួយហើយពេលនេះកូនឡានក៏បានចាប់ផ្ដើមជួសជុលយានអវកាសហើយលោកបៃក៏បានថ្លែងអំណរគុណចំពោះគំនូររបស់កូនឡានបន្ទាប់មកក៏បានសរសើរយ៉ាងខ្លាំងចំពោះស្នាដៃគំនូររបស់កូនឡានមិនដឹងទេថានេះជាសារដែលកូនឡានបានផ្ញើទៅបរិះចំណាស់តាមការស្នើសុំរបស់កូនស្រីលោកបៃក៏ត្រូវទៅមន្ទីរព្យាបាលផ្លូវចិត្តប៉ុន្តែអ្វីដែលគួរឲ្យអស់សំណើចនោះគឺអ្នកសាក់លបងបានបង្ហាញរូបភាពចម្លែកមួយចំនួនដល់លោកបៃរូបភាពទាំងនេះគឺជាចម្លើយដែលក្មេងអាយុ3ឆ្នាំក៏អាចជ្រើសរើសបានដែរនេះជាការប្រមាថមើលងាយលោកបៃយ៉ាងច្បាស់លោកបៃទោះបីជាវង្វេងក៏មិនវង្វេងដល់ថ្នាក់នេះដែរបន្ទាប់មកអ្នកជំនាញផ្នែកចិត្តវិទ្យាក៏បានសួរសំណួរដែលមិនសមហេតុផលមួយចំនួនទៀតលោកបៃក៏បានដើរចេញទាំងខឹងសម្បាគាត់មិនដូចអ្វីដែលកូនស្រីគាត់គិតថាគាត់គ្មានសមត្ថភាពនោះទេអ្វីដែលកូនស្រីគាត់ហៅថាជំនួយគឺជារឿងបន្ទុកសម្រាប់លោកបៃទៅវិញពេលត្រឡប់មកផ្ទះវិញលោកបៃក៏បានត្រឹមតែរៀបរាប់ប្រាប់កូនឡានកូនស្រីរបស់គាត់បែរជាចង់ឃុំគាត់នៅក្នុងផ្ទះទៅវិញជាធម្មតាគាត់ក៏មិនសូវបានតាក់ទងជាមួយកូនប្រុសដែរដោយភ្ជាប់ជាមួយរឿងដែលបានកើតឡើងពីមុនលោកបៃគិតថាគាត់ហាក់ដូចជាមិនសូវពូកែធ្វើជាឪពុកទេហើយកូនឡានក៏បានត្រឹមតែសម្លឹងមើលលោកបៃដោយស្ងៀមស្ងាត់ជំនួសការយកចិត្តទុកដាក់ដោយភាពស្ងៀមស្ងាត់ដោយសារនឹករលឹកកូនប្រុសខ្លាំងពេកលោកបៃក៏បានទូរស័ព្ទទៅកូនប្រុសដើម្បីផ្ញើសារចង់រៀបរាប់ពីរឿងដែលបានកើតឡើងប៉ុន្មានថ្ងៃនេះប៉ុន្តែអ្វីដែលគាត់បានទទួលគឺការសន្ទនាទៅទេនេះប្រហែលជាការឆ្លុះបញ្ចាំងពិតនៃជីវិតចាស់របស់ឪពុកម្ដាយដែលរស់នៅតែម្នាក់ឯងភាគច្រើនមីងមីដែលរាក់ទាក់ក៏បានត្រៀមខ្លួនស្លៀកពាក់ឲ្យកូនឡានស្លៀកអាវយឺតខ្មៅភ្លឺឲ្យកូនឡានមើលទៅហាក់ដូចជាសង្ហាទៀតផងកូនឡានក៏បានចាប់ផ្ដើមសម្របខ្លួនបន្តិចម្ដងបន្ទប់ទៅនឹងជីវិតមនុស្សហើយនៅថ្ងៃនេះមីងវ៉ាងក៏បានដឹងពីរឿងយានអវកាសជនបរទេសបានចុះចតនៅក្បែរនោះនៅលើប៉ុស្តិ៍ព័ត៌មានដោយភ្ជាប់ជាមួយអ្វីដែលលោកបៃបាននិយាយពីមុនមីងវ៉ាងក៏បានមកផ្ទះលោកបៃដោយចង់ដឹងចង់ឃើញដើម្បីស៊ើបអង្កេតប៉ុន្តែបែរជាបានឃើញអ្នកទាំងពីរកំពុងញ៉ាំអាហារពេលល្ងាចជាមួយកូនឡានទៅវិញមីងមីក៏បានដឹងថាជាការមកលេងរបស់មីងវ៉ាងលោកបៃក៏ប្រញាប់នាំកូនឡានផ្លាស់ប្ដូរកន្លែងលាក់ខ្លួនពេលបើកទ្វារហើយមីងមីយន់ពិនចង់ឆ្លៀតឱកាសលាក់បាំងបន្តិចប៉ុន្តែមិននឹកស្មានថាមីងវ៉ាងបានដឹងមុនទៅហើយខ្ញុំឃើញជនបរទេសមីងវ៉ាងចង់ដឹងខ្លាំងណាស់ពីរឿងនេះភ្នែកធំរបស់កាហ្សេលដែលមិនដែលឃើញរឿងអ្វីសោះក៏សម្លឹងមើលកូនឡានឡើងចុះនិយាយហើយក៏ហៀបនឹងលើកដៃស្ទាបប៉ុន្តែត្រូវបានលោកបៃរារាំងយ៉ាងខ្លាំងដោយសារតែមីងវ៉ាងបានរកឃើញអាចកំបាំងនេះហើយដូច្នេះត្រូវតែអញ្ជើញមីងវ៉ាងចូលរួមអ្នកទាំងពីរក៏បានរួមគ្នាបង្កើតជាសម្ព័ន្ធភាពការពារកូនឡានរក្សាអាចកំបាំងនេះជាមួយគ្នាប៉ុន្មានថ្ងៃក្រោយមកបុរសវ័យក្មេងម្នាក់បានមកដល់ផ្ទះមីងមីគ្រាន់តែនិយាយគ្នាបានប៉ុន្មានម៉ាត់ក៏ឆ្លៀតឱកាសទៅបន្ទប់ទឹកបន្ទាប់មកក៏បានកើតឡើងនៅឈុតឆាកនៅដើមវីដេអូមីងមីត្រូវបានជន់ទុច្ចរិតវាយទម្លាក់ហើយក៏បានបង្កឲ្យមានជំនាញអាកម្មរបស់កូនឡានបន្ទាប់ពីមីងមីត្រូវបានសង្គ្រោះហើយអ្នកទាំង3គិតថាការមកដល់របស់កូនឡានគឺពិតជាសំណាងល្អសម្រាប់ជីវិតចាស់របស់ពួកគេក៏បានសម្រេចចិត្តចិញ្ចឹម3បាច់ចៅប្រុសនេះឲ្យបានល្អនៅថ្ងៃនេះអ្នកទាំង3នៅតែជជែកគ្នាដោយរីករាយនៅតុអាហារស្រាប់តែមានក្លិនមួយបានទាក់ទាញចំណាប់អារម្មណ៍របស់មីងមីហាក់ដូចជាមានអាហារអ្វីមួយខូចពេលទៅដល់មាត់ទ្វារដើម្បីពិនិត្យមើលទើបដឹងថាជាកូនឆ្មាដែលត្រូវបានកង់ឡានកិនហើយនេះច្បាស់ជាកូនឡានបានយកមកអ្នកទាំងពីរក៏បានងឿងឆ្ងល់យ៉ាងខ្លាំងតើកូនឡានធ្វើបែបនេះដើម្បីអ្វីប៉ុន្តែមីងវ៉ាងដែលឆ្លាតក៏បានយល់ភ្លាមនេះជាសារដែលកូនឡានកំពុងផ្ញើទៅពួកគេដោយភ្ជាប់ជាមួយរូបគំនូរដែលកូនឡានបានឲ្យពីមុនដើមឡើយកូនឡានគូមិនមែនទន្សាយទេតែជាឆ្មានៅលើគំនូរនោះបានបង្ហាញថាកូនឡានត្រូវការឆ្មាចំនួន7ក្បាលឆ្មា7ក្បាលតើអ្វីធ្វើឲ្យយានអវកាសនេះដំណើរការឆ្មា7ក្បាលពេលនេះនៅសល់ឆ្មា6ក្បាលទៀតលោកបៃដែលឆ្លាតក៏បានទូរស័ព្ទទៅកូនស្រីរបស់គាត់ដែលជាពេទ្យសត្វភ្លាមដើម្បីសួរពីរបៀបបោះចោលសាកសពឆ្មាដែលស្លាប់ប៉ុន្តែកូនស្រីក៏សង្ស័យចំពោះសំណួរភ្លាមរបស់លោកបៃឃើញថាអ្វីចិត្តបៃធ្លាយហើយលោកបៃក៏ប្រញាប់បិទទូរស័ព្ទឥឡូវនេះនៅមានផ្លូវទី2ទៀតនោះគឺបើកឡានទៅរកនៅលើផ្លូវមានឆ្មាអនាថាជាច្រើន
ប៉ុន្តែនៅពេលនោះមីងមីក៏ត្រូវបានប៉ូលីសតាមដានពួកគេសង្ស័យថាការស្លាប់ដោយចម្លែករបស់ចៅនោះមិនសាមញ្ញទេប៉ុន្តែនៅពេលដែលប៉ូលីសតាមដានពេញផ្លូវគិតថាការធ្វើដំណើរនេះនឹងរកឃើញអ្វីមួយប៉ុន្តែបែរជាឃើញមនុស្សចាស់2នាក់កំពុងកាន់កាបូបធំដាក់សាកសពឆ្មាទៅវិញនេះធ្វើឲ្យប៉ូលីសទាំង2នាក់ដែលតាមដាននោះងឿងឆ្ងល់អស់លោកបៃនិងមីងមីខំប្រឹងពេញមួយថ្ងៃក៏រកបានតែឆ្មា2ក្បាលប៉ុណ្ណោះអ្នកស្រឡាញ់ឆ្មានៅក្នុងសង្គមនៅតែមានច្រើនពេលនេះនៅសល់តែ4ក្បាលទៀតទេបន្ទាប់មកគឺដល់វេនមីងវាងហើយខ្ញុំរកបាន3ក្បាលមីងវាងពិតជាធ្វើសកម្មភាពលឿនមែនក្នុងមួយផ្លេតក៏បានបញ្ចប់ការងារជាងពាក់កណ្ដាលហើយប៉ុន្តែនៅពេលដែលពួកគេកំពុងពិភាក្សាពីរបៀបរកឆ្មាបន្ទាប់សំឡេងកណ្ដឹងទ្វារមួយបានបន្លឺឡើងទៅដល់មាត់ទ្វារមើលទៅគឺភ្នាក់ងារសម្ងាត់2នាក់ឬមួយភ្នាក់ងារសម្ងាត់បានរកឃើញជនបរទេសហើយអ្នកទាំង3បានត្រឹមតែនៅខាងក្នុងទ្វារញ័រទៅត្រឹកប៉ុន្តែសំណាងល្អភ្នាក់ងារសម្ងាត់ចូលក្នុងផ្ទះហើយគ្មាននរណាម្នាក់ឆ្លើយតបក៏ចាក់ចេញទៅវិញភ្លាមៗអ្នកទាំង3ក៏ប្រុងប្រយ័ត្នភ្លាមៗបើមិនរកឆ្មាចុងក្រោយឃើញទេកូនឡាននឹងមានគ្រោះថ្នាក់លោកបៃក៏បានលើកឡើងនៅគំនិតមួយភ្លាមចង់ឲ្យឆ្មាចាស់នៅផ្ទះមីងវាងជំនួសពេលនេះឆ្មានោះធ្វើសកម្មភាពយឺតយ៉ាវមិនលឺមិនឃើញច្បាស់ជាជំរឿល្អបំផុតប៉ុន្តែគំនិតនេះត្រូវបានមីងវាងបដិសេធយ៉ាងដាច់អហង្ការមិនអាចអនុញ្ញាតឲ្យកូនដែលនៅជាមួយគាត់រងទុក្ខបែបនេះបានទេប៉ុន្តែក្រោមការបញ្ចុះបញ្ចូលរបស់មីងវាងនៅតែផ្លាស់ប្ដូរគំនិតប្រហែលជាបែបនេះល្អសម្រាប់កូនបន្ទាប់ពីរុំក្បាលឆ្មាហើយកូនឡានក៏បានបញ្ចេញជំនាញអាកម្ម Blue Worm ភ្លាមជំនាញនេះជាទូទៅមិនប្រើទេបើប្រើនឹងទទួលបានប្រសិទ្ធភាពទ្វេដងអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺកូនឡានបែរជាប្រើធម៌ពលចិត្តដើម្បីគ្រប់គ្រងជីវិតនិងសេចក្តីស្លាប់របស់សត្វទៅវិញឆ្មាបានស្លាប់ដោយសុវត្ថិភាពដោយមិនមានអារម្មណ៍ឈឺចាប់អ្វីបន្តិចសោះនេះច្បាស់ជាអ្វីដែលមីងវាងចង់ឃើញមិនយូរប៉ុន្មានកូនឆ្មាទាំង7ក្បាលក៏ត្រូវបានប្រមូលបានហើយកូនឡានក៏បានយកភួយពណ៌ប្រាក់ដែលនៅក្បែរនោះមកគ្របពីលើគ្រាន់តែមួយផ្លែតកូនឆ្មាទាំង7ក្បាលហាក់ដូចជារស់ឡើងវិញក៏បានប្រមូលផ្ដុំគ្នាបន្តិចម្ដងក្រណាត់ក៏ចាប់ផ្ដើមរលាយបន្ទាប់មកក៏ចាប់ផ្ដើមរួមតូចដូចជាវេទមន្តមួយរំពេចក៏បានបង្រួញទៅជាត្បូងពេជ្រក្រហមមួយកូនឡានក៏បានដាក់ត្បូងពេជ្រក្រហមទៅក្នុងឧបករណ៍ចាប់ផ្ដើមរបស់យានអវកាសបន្ទាប់មកក៏រងចាំដោយស្ងៀមស្ងាត់សម្រាប់ការស្ដារឡើងវិញនៅធម្មពលក្រោមឥទ្ធិពលនៃត្បូងពេជ្រក្រហមយានអវកាសក៏បានរស់ឡើងវិញដូចជាបាល់មូលមួយបានអណ្ដែតនៅពីមុខអ្នកទាំង3ទស្សនវិជ្ជាដ៏អស្ចារ្យនេះបានធ្វើឲ្យមនុស្សចាស់ទាំង3នាក់ដែលនៅទីនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលនេះប្រព័ន្ធធម្មពលរបស់យានអវកាស UFO បានស្ដារឡើងវិញពេញលេញហើយកូនឡានអាចត្រឡប់ទៅផ្ទះវិញបានហើយទោះជាយ៉ាងណាក៏ដោយព័ត៌មាននៃការចាប់ផ្ដើមយានអវកាសក៏ត្រូវបានទីភ្នាក់ងារអវកាសតាមដានបានដែរពេលនេះកូនឡានជិតនឹងចាក់ចេញហើយអ្នកដែលមិនចង់ឃ្លាតបំផុតគឺលោកបៃមីងមីក៏បានអបអរសាទរកូនឡានជាមុនដែលបានសម្រេចបំណងប៉ុន្មានថ្ងៃនៅលើផែនដីនេះទីបំផុតក៏មានឱកាសត្រឡប់ទៅផ្ទះវិញហើយបន្ទាប់មកមីងវាងក៏បានដើរទៅមុខយ៉ាងលឿនក៏បានប្រគល់ចង្កៀងគ្រីស្តាល់ដែលមានអត្ថន័យនេះទៅឲ្យកូនឡានសង្ឃឹមថាកូនឡាននឹងចងចាំអ្វីៗទាំងអស់នៅក្នុងទីក្រុងកាដូរបស់មីងមីហាក់ដូចជាមានភាពកក់ក្ដៅជាងបន្តិចគឺអាវយឺតពណ៌ក្រហមមួយនេះគឺខ្លាចកូនឡានរងាពេលត្រឡប់ទៅវិញកូនឡានក៏បានលើកដៃឡើងដោយទម្លាប់គិតថាមីងមីចង់ឲ្យគាត់ពាក់ឯកាដូរបស់លោកបៃវិញគឺបានសម្គាល់ខ្លួនមួយសង្ឃឹមថាកូនឡាននឹងចងចាំគាត់ជានិច្ចប៉ុន្តែភ្លាមនោះកូនឡានបែរជាធ្វើកាយវិការអញ្ជើញនេះគឺដូចគ្នាបេះបិទនឹងកាយវិការដែលលោកបៃបានធ្វើដើម្បីស្វាគមន៍កូនឡានចូលផ្ទះពីមុនលោកបៃក៏បានយល់ថាកូនឡានកំពុងអញ្ជើញគាត់ឲ្យចាក់ចេញជាមួយគ្នាលោកបៃក៏បានគិតបន្តិចទីបំផុតក៏បានធ្វើការសម្រេចចិត្តដ៏លំបាកមួយខ្ញុំចង់ទៅជាមួយអ្នកលោកបៃគ្មានអ្វីត្រូវបារម្ភនៅទីនេះទៀតទេប៉ុន្តែមិននឹកស្មានថាកូនស្រីបានទូរស័ព្ទមកនៅពេលនេះពាក្យពេចន៍ពោពេញដោយការយកចិត្តទុកដាក់និងក្តីស្រឡាញ់កូនស្រីសង្ឃឹមថាលោកបៃអាចញ៉ាំអាហារថ្ងៃត្រង់ជាមួយនាងនៅចុងសប្តាហ៍ក្រុមគ្រួសារមិនបានជួបជុំគ្នាអស់រយៈពេលជាយូរមកហើយស្ដាប់ពាក្យសម្ដីដ៏កក់ក្ដៅរបស់កូនស្រីបេះដូងរបស់លោកបៃក៏រំជើបរំជួលគាត់ក៏មិនមែនគ្មានអ្វីត្រូវបារម្ភនៅទីនេះសោះនោះទេប៉ុន្តែនៅពេលនេះភ្នាក់ងារសម្ងាត់បានមកដល់ហើយដោយតាមដានតាមទីតាំងចិត្តនឹងបំបីទ្វារហើយគ្មានជំរឿសទេអ្នកទាំង3ក៏បានចូលទៅក្នុងយានអវកាសជនបរទេសជាមួយកូនឡានសិនពេលភ្នាក់ងារសម្ងាត់មកដល់គឺហួសពេលទៅហើយយានអវកាសកំពុងហោះចេញពីដីក្នុងល្បឿន 8000 ម៉ែត្រក្នុង1វិនាទីមិនយូរប៉ុន្មានយានអវកាសក៏បានចុះចតនៅកន្លែងស្ងាត់ជ្រងំមួយអ្នកទាំង3មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតើគេមកដល់ភពផ្សេងលឿនយ៉ាងនេះទេប៉ុន្តែកន្លែងនេះហាក់ដូចជាទេសភាពផែនដីពេលនេះទូរស័ព្ទនៅមានសញ្ញា4ខ្សែបន្ទាប់មកក៏បានមើលសម្រាមដែលនៅក្បែរនោះជាក់ស្ដែងពួកគេគ្រាន់តែត្រូវបានគេនាំទៅកន្លែងមួយដើម្បីសុវត្ថិភាពប៉ុណ្ណោះមីងវាងបាននិយាយថាគាត់អាចទៅជាមួយកូនឡានបានគាត់សង្ឃឹមថានឹងអាចធ្វើដំណើរឆ្លងភពបានពេលនេះគឺដល់ពេលលាគ្នាហើយលោកបៃក៏បានលុតជង្គង់នៅពីមុខកូនឡានមិនថាយ៉ាងណាក៏នេះជាផ្ទះរបស់លោកបៃដែរលោកបៃគិតថាគាត់គួរតែនៅទីនេះលោកបៃក៏បានលើកដៃស្ដាំរបស់កូនឡានគាត់ដឹងថាកូនឡានបារម្ភពីពួកគេយើងនឹងមិនអីទេទោះបីជាកូនឡានមិនយល់ភាសាអង់គ្លេសក៏ដោយប៉ុន្តែគាត់យល់ពីបំណងចិត្តរបស់លោកបៃទីបំផុតកូនឡានក៏បានដើរទៅកាន់កាប៊ីនយានអវកាសអ្នកទាំង3ក៏បានលើកដៃលាគ្នាកូនឡាននិងយានអវកាសក៏បានបន្តិចម្ដងចេញឆ្ងាយពីភ្នែកអ្នកទាំង3ប៉ុន្មានឆ្នាំក្រោយមកលោកបៃក៏បានអង្គុយនៅលើសាឡុងនឹករលឹកកូនឡានហើយកូនឡានក៏ហាក់ដូចជាមានអារម្មណ៍ពីការនឹករលឹករបស់លោកបៃដែរពន្លឺមួយក៏បានបញ្ចេញពីបង្អួចរបស់លោកបៃក៏ញញឹមដោយក្តីរីករាយគាត់ដឹងថានេះជាកូនឡានត្រឡប់មកវិញដើម្បីរកគាត់